ជាតកពឹសដែលលាក់ខ្លួននៅក្រោមជម្រៅទឹកនៅក្រោមផ្ទៃទឹកដ៏ស្ងប់ស្ងាត់មានគិតកមួយប្រភេទកំពុងតែអណ្ដែតដោយស្ងៀមស្ងាត់វាមិនបង្កសំឡេងវាមិនដេញតាមចំណីដូចជាត្រីឆ្លាមហើយក៏មិនបង្ហាញភាពកាចសាហាវដូចជាសត្វក្រពើឡើយប៉ុន្តែសត្វនេះមានអាវុធដ៏គួរភ័យខ្លាចបំផុតនៅក្នុងមហាសមុទ្រនោះគឺពឹសដ៏សាហាវរបស់វាដែលវាអាចបញ្ចប់ជីវិតមនុស្សក៏ដូចជាសត្វផ្សេងៗក្នុងរយៈពេលដ៏ខ្លីវាគឺជា Sea Snake ឬហៅថាពស់សមុទ្រពស់សមុទ្ររស់នៅក្នុងទឹកក្តៅជុំវិញអាស៊ីអាគ្នេយ៍និងជិតប្រទេសអូស្ត្រាលីវាខើយ៉ាងស្ងៀមស្ងាត់តាមផ្កាថ្មនិងជម្រៅទឹកងងឹតដូចជាខ្សែព្រលឹងខ្មៅកំពុងតែរអិលនៅក្នុងទឹកអ្វីដែលធ្វើឲ្យវាគួរខ្លាចនោះគឺមនុស្សភាគច្រើនមិនអាចមើលឃើញវាពីចម្ងាយបានឡើយពស់សមុទ្រខ្លះមានពឹសខ្លាំងជាងពស់នៅលើគោករាប់រយដងទៅទៀតពឹសរបស់វាអាចពីប្រហារទៅលើសាច់ដុំនិងប្រព័ន្ធប្រសាទនៅពេលដែលជនរងគ្រោះត្រូវបានវាខាំដំបូងអាចគ្រាន់តែមានអារម្មណ៍ថាឈឺចាប់តិចតួចតែប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីពឹសចាប់ផ្ដើមរីករាលដាលទៅដល់សាច់ដុំនឹងចាប់ផ្ដើមចុះខ្សោយនិងមានការពិបាកក្នុងការដកដង្ហើមហើយរាងកាយក៏ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងបន្តិចម្ដងក្នុងករណីធ្ងន់ធ្ងរជនរងគ្រោះអាចខ្វិនរាងកាយហើយពេលខ្លះក៏អាចលង់ទឹកស្លាប់ភ្លាមៗនៅក្នុងទឹកនៅពេលដែលវាចឹងពស់សមុទ្រមិនចាំបាច់ប្រើកម្លាំងដើម្បីសម្លាប់ចំណីឡើយវាគ្រាន់តែត្រូវការខាំឬចាប់តែមួយដងតែប៉ុណ្ណោះវាខែយ៉ាងស្ងៀមស្ងាត់នៅជិតត្រីតូចហើយនៅពេលដែលឱកាសរបស់វាមកដល់វានឹងវាយប្រហារយ៉ាងលឿនដូចជាភ្លេចបន្ទោពឹសរបស់វាធ្វើឲ្យចំណីខ្សោយនិងមិនអាចហាលកិច្ចបានឡើយនៅក្នុងពិភពក្រោមទឹកការខាំឬចាប់តែម្ដងរបស់វាគឺអាចមានន័យថាជាការបញ្ចប់ជីវិតអ្នកមុជទឹកនិងអ្នកនេសាទជាច្រើនតែងតែប្រយ័ត្នខ្ពស់ចំពោះពស់សមុទ្រនេះមិនមែនព្រោះតែវាមានទំហំធំជាងគេនោះទេក៏ប៉ុន្តែក៏ព្រោះតែវាមានភាពស្ងៀមស្ងាត់ពេកនិងគ្រោះថ្នាក់ខ្លាំងវាអាចលេចឡើងភ្លាមៗនៅក្រោមផ្កាថ្មឬអណ្ដែតនៅក្បែរមនុស្សដែលគ្មានសម្លេងអ្វីតទៅសោះប្រសិនបើពស់សមុទ្រមានអារម្មណ៍ថាត្រូវបានគំរាមកំហែងវានឹងធ្វើការវាយប្រហារយ៉ាងលឿនរឿងមួយដែលគួរភ័យខ្លាចនោះគឺនៅក្រោមទឹកមនុស្សមិនអាចរត់គេចលឿនជាងវានោះទេអ្វីដែលធ្វើឲ្យពស់សមុទ្រខ្លាចជាសត្វដ៏គួរខ្លាចនិងកាចសាហាវនោះគឺវាមិនដែលបង្ហាញភាពកាចសាហាវដូចជាសត្វប្រមាញ់ដទៃឡើយ
ទៅស្ងប់ស្ងាត់វាអាចនឹងមើលទៅស្រស់ស្អាតនិងមានអាចកំបាំងក៏ប៉ុន្តែនៅក្រោយភាពស្ងប់ស្ងាត់នោះមានពឹសលាក់នៅក្នុងខ្លួនដ៏សាហាវដែលអាចបញ្ចប់ជីវិតបានត្រឹមរយៈពេលខ្លី